បងសំឡាញ់ខ្ញុំនិយាយអត់បានទេលើឈាមស្លាប់មកចម្រៀងខ្លួនហើយនិយាយដែរតែនិយាយលលតែមកណោះលបាទហើយលនឹងយើងស្ដាប់បានទេបានតិចទេអូយើងថា5ពាក្យយើងស្ដាប់បាន1ពាក្យអីចឹងតែ1ពាក្យហ្នឹងអត់ច្បាស់ទេតែយើងស្ដាប់បានតិចអូខេឥឡូវចាំមើលខ្ញុំយកសិនខ្ញុំយកឲ្យហើយសិននៅខែមួយទៀតអាមិញអស់2ហើយឥឡូវយើងខែមួយទៀតសិនឲ្យគ្រប់ដុសវាចាំខ្ញុំឲ្យនិយាយសាកមើលបាទសូមអរគុណបងប្អូនចាំតាមដានទៀតណាបាទអូខេបងប្អូនណានិយាយអត់ច្បាស់ទេណាបងប្អូនណាមិញក្មួយប្រុសជាកូនហើយនឹងដំបងជាភរិយាក៏គាត់មានប្រសាសន៍ដែរថាអត់ទេលោកគ្រូឥឡូវចាំស្រាប់ជាមួយខ្ញុំមួយងាប់ហើយច្បាស់ចែនោះ1 2 10 5 25អីយ៉ាទៅលាស់លឿនទៀតហ៎ជួយមានប្រពន្ធហ្មងមួយអីមិញលើកដៃ2អូមួយទេណាមួយអូខេហើយនៅខេត្តណាកំពង់ធំហើយមានប្រពន្ធហ្មងមួយចំជោគជ័យហ្មងពិតហ្មងណាបាទរីកអត់អីចាំមើលសាកទៀតអូកាមុនតាក់នេះឥឡូវអស់ទេឥឡូវខ្ញុំសួរត្រង់មួយឲ្យនិយាយឲ្យលឿនទៅណាខ្ញុំសួរប្រហែលជា2ពាក្យតែឆ្លើយវិញ3ពាក្យតាក់នេះណាជុំមកឯច្បាស់ចៃណាខ្ញុំធ្លាប់តែជួយកកអ្នកលើឈាមណាដូចគាត់ដែរតែតតា4-10ដងហើយបានច្បាស់ប៉ុណ្ណឹងនេះតែម្ដងគាត់រៀនច្បាស់ហើយគាត់រៀនតាក់បាទរៀនអត់ទៅតាក់រៀនលះមុនរៀនទីណាគាត់រៀនតាក់បាទនឹងក៏បងឯងវាយសួរនេះគាត់រៀនតាក់បាទរៀនអត់តាក់ឯងរៀនបាទទេនេះបាទបាយចិត្តទេអូនបាទកាមេរ៉ាម៉ាន់ចំមែនទេបងប្អូនអើយបងប្អូនខ្ញុំសប្បាយចិត្តខ្លាំងនៅពូខ្ញុំបងត្រូវជាបងឯងគាត់ហុកជាងបន្តិចដៃនឹងខ្ញុំជួយបន្តបាទអលាម៉ាទុកឲ្យខ្ញុំជួយតិចទៀតបាទហើយតើគូហ្នឹងមកហើយមើលគេអត់ជាហើយគាត់ហ្នឹងទៅមើលណាគូមិនក្តាប់មិនកើតដែរលោកគ្រូចឹងគាត់ដើរមើលអស់លោកគ្រូទៅពេទ្យទៅវៀតណាមទៅដែរលោកគ្រូអស់ហើយអត់ជាទេលោកគ្រូក្តាប់បកកើតដែរក្តាប់អត់បានឥឡូវក្តាប់បងមកបឹកអលាបិចយកទៅអើអោបងឯងមួយជោគជ័យវិញជោគជ័យកើតលោកគ្រូខ្ញុំសួរចែថាតតាជាក់ស្ដែងបានប្រហែលយកប៉ុណ្ណឹងចុះឥឡូវបើមកបានជោគជ័យយើងយកទៅអញ្ចឹងហើយបានខ្ញុំជំរាបអ្នកបងថាខ្ញុំឲ្យកូនចៅខ្ញុំនិយាយតាមទូរស័ព្ទគឺនិយាយប្រៀបហ្នឹងសូមជំរាបអ្នកដែលឈឺយូរហើយបានប្រហែលយកប៉ុណ្ណឹងហើយឥឡូវបានប៉ុន្មានយកប៉ុណ្ណឹងស្ទើរតែជា100%យកទៅមើលក្តាប់អូអត់បានមកចាក្តាប់បានទេលោកគ្រូចឹងផ្អើលកំពុងធំមកចៅផ្អើលលោកគ្រូផ្អើលហើយគេសួរខ្ញុំងាប់ហើយបាទឥឡូវជោគជ័យហើយលោកគ្រូឲ្យធ្វើអីធ្វើតាមគាត់បងមានកូនចៅម៉ាអ្នក2ណាច្បាស់ចៃហើយ2មែនទេចឹងក៏អត់មានអីទេចឹងជោគជ័យហើយចៅ5 6ហ្នឹងណាបាទដៅម៉ាន6វ៉ាវបងប្អូនណានិយាយអត់ច្បាស់សុំបីតាមបន្តិចស្ដាប់អត់បានទេណាបងណោះឥឡូវនេះមើលនេះច្បាស់ចែយកទៅណាបងណាបាទមើលហើយគេយកលេខនឹងតើហើយចុះអ្នកបងដែរមើល Facebook ទេខ្ញុំមិនដែរមើលទេគាត់បងខ្ញុំអ្នកមើលគេឲ្យលេខមកខ្ញុំបើកមើលគេឃើញលោកគ្រូឯងហ្នឹងគោតេមកព្រាមមកក្រៅគោតេមកបានជួបនឹងឥឡូវជួបលោកគ្រូតែឡើងជួបគ្រូឯងមួយថ្ងៃអត់មានបាត់ពី10នាក់ឯនេះអ្នកដូចឈាមចាឥឡូវធ្វើម៉េចបើគ្នាវាធ្ងន់ធ្ងរហើយបើមិនជួយលោកគ្រូ3ឆ្នាំហើយចុះមានបងប្អូនវ៉ាន់គេជួយប្រាប់យើងដែរឬក៏អត់ទេគ្មានបណ្ណាប្រាប់តែតំពងប្រុសខ្ញុំហ្នឹងឯងនៅពេញទៅនៅពេញគាត់តែប្រាប់ដែរទៅដល់គាត់យកលេខលោកគ្រូឯងនៅតាម
ដើរតាមនឹងទៅខ្ញុំគាត់យកបដៅគាត់យកទៅពេលកូនខ្ញុំអាប្រុសនេះវាបើកទៅឃើញបើឃើញគាត់មកវាតែមកលោកគ្រូអញភ្លាមតែមកជួបចែ ឥឡូវបងប្រុសនិយាយច្បាស់ភ្លាម ចាហ្នឹងហើយ ហើយដៃលាបានអត់ដៃលាបានផង តែក្រាបគាត់ អូនឯងអញ្ជើញមើលប៉ាអូនអញ្ជើញមើលប៉ាហោះក្តាប់បងក្តាប់ក្តាប់ហោះលាក្តាប់លា ខ្លាចទៅខ្លាចបានអញ្ចឹងអាប្រឹងក៏ប្រឹងទៀត អត់អីទេបាទព្យាយាមគឺជោគជ័យណាស់ណាជោគជ័យហើយជោគជ័យហើយ មកលោកគ្រូមើលសាលានឹងជាមែននោះបើលើកដៃក្តាប់កើតមែនស្អើមកបែកទៅពួកគាត់លើកឲ្យកើតសំខាន់គាត់ក្តាប់មិនកើតតែមក បងប្អូនណាខ្ញុំសូមជំរាបដល់បងប្អូនទាំងអស់នៅលើពិភពលោកហ្មងចុះកុំសង្ឃឹមលើខ្ញុំ100តាំង100អ្នកដែលលើឈាមឲ្យតែគាត់មានទឹកចិត្តថាចង់មកខ្ញុំហើយគាត់ធ្វើតាមខ្ញុំអានឹងគាត់ជាស្ទើរតែមកវិញល្អហ្មងល្អខ្លាំងហ្ម តែ ង ជួបលោកគ្រូចង់និយាយថាមិនដែលជួបទេទៅណាក៏ដោយកុំបាត់ជោគជ័យទេដែរ បាទ តែមកលោកគ្រូអញនេះក្តាប់កើតដែរក្តាប់កើតពលាកើតនេះខ្ញុំមកសង្ឃឹមថាមិនអាចលើកកើតនេះកើតទេលោកគ្រូ សង្ឃឹមឲ្យតែប្តីអញនិយាយទេ ចាឲ្យតែនិយាយកើតទេ ឥឡូវកើតទាំងអស់ ចាកើតទាំងអស់ អញនិយាយក៏បានអាក្តាប់ក៏បានចប់ហើយមួយគាត់ងើបវឹងឲ្យភ្លេចហើយមិញ ហ្នឹងហើយលោកគ្រូមើល វ៉ាវតបងតអញ្ជើញបាយយឺតមិនដើរចឹងឯងមុនទេបាទតេតាណាឥឡូវអត់តេតាទេនោះវឹងជំរាបលាណាបងណាជូនពរសូមឲ្យបងប្រុសគាត់ជារហូតណាបងណាបានជំរាបលាណាបងបាទជំរាបលាណាបងបាទ បើដឹងថាអញ្ចឹងឯងខ្ញុំមកយូរណាស់ខ្ញុំអត់ទៅណាទេមិនមកពីខ្ញុំមិនដឹង បាទឥឡូវដឹងហើយ បងមកយ៉ាក់ហ្នឹងបាន នោះមួយគាត់អង្គុយបុកហ្មងគាត់អង្គុយមិញបាទតអូនបាទជំរាបលាបងជំរាបលាថ្ងៃឃើញទេដៃលាទៀតតោះបងអញ្ជើញ ងើបបាក់គេទៅវិញប្រាំងងើបមើល1 2 3 ហើយឈើច្រត់អីទៀតអូនណោះអូនសុំទោសនៅពីមុខបន្តិចអូឈើដល់2អូនកាន់ទៅនឹងបន្តិចបាទចុះទួលទេប្រឡែងដល់ក្រោមហើយប្រឡែងគាត់ចោះឲ្យគាត់ឡើងតែលេងអូនលេងចុះលេងអូនបាទឃើញទេបើនេះឯងប្រយរត់ដងទៅគ្រាទៅកាន់ហើយមានឈើច្រត់នេះទៀតបើអត់ទេទៅអត់រួចទេវ៉ាវឈើច្រត់3វ៉ាវ សម្រាប់ឲ្យហ្នឹង តើមិនបាច់សបាក់នេះទេមិនបាច់ព្រួយបារម្ភទេតោះបាទជំរាបលាអាយ៉ាដើរកេលទៅនោះទៀតអាយ៉ាបាទ បានតាំងពីឈឺមកចាក់ច្រើនណាស់លោកគ្រូ ចុះឥឡូវក្មេងវិញហើយណាបាទដំបងបានបងប្រុសមកវិញហើយនោះមួយគាត់ឡើងខ្លួនគាត់អត់មានអ្នកណាជួយទេ អត់មានប្រាជួយលោកគ្រូមកវិញរត់ទៅ វ៉ាវបាទលានបងណាបាទលោកគ្រូដៃស័ក្តិសិទ្ធិសូមជូនពរអ្នកជំងឺទាំងអស់ដែលបានអញ្ជើញមកឲ្យលោកគ្រូជួយសម្រួលសរសៃជូននេះក៏សូមឲ្យបានជាសះស្បើយគ្រប់គ្នាជម្រាបលា